សូមជូនរឿងខ្មោចធាត់និពន្ធនិងគូរូបដោយត្រីសំភ័រនៅក្បែរភូមិមួយមានដើមឈើធំមួយដើមហើយដើមឈើនោះមានខ្មោចស្រីស្នាក់អាស្រ័យទីតូជាក្មេងម្នាក់ក្នុងភូមិគេតែងតែមកនោមនៅទីនោះជាប្រចាំដោយទ្រាំនឹងក្លិនឆ្អេះមិនបានខ្មោចស្រីក៏ចេញមកបន្លាចទីតូភ័យឈឺអស់ជាច្រើនថ្ងៃឪពុកម្ដាយទីតូបានរៀបចំមាន់ស្ងោរស្រាសផ្លែឈើនំចំណីនិងតែដើម្បីសែនព្រេនសុំខមាទោសខ្មោចស្រីបន្ទាប់ពីសែនរួចបានតែមួយថ្ងៃទីតូក៏ជាដូចដើមធ្វើឲ្យដំណឹងនេះល្បីពេញភូមិថាខ្មោចស្រីខ្លាំងចាប់ពីពេលនោះមកអ្នកភូមិតែមកបន់ស្រន់និងសែនខ្មោចស្រីអ្នកខ្លះសុំកូនអ្នកខ្លះសុំឲ្យប្រឡងជាប់អ្នកខ្លះសុំឲ្យសុខសប្បាយអ្នកខ្លះសុំលេខឆ្នោតអ្នកខ្លះសុំគូត្រេងលាក់អ្នកខ្លះសំបំណងហើយអ្នកខ្លះមិនសំបំណងតែនៅតែមកសែនព្រោះគិតថាប្រហែលជាសែនមិនទាន់ត្រូវខ្មោចស្រីទទួលសំណែនរាល់ថ្ងៃមានច្រើនមានតិចជាហូរហែតាមលទ្ធភាពរបស់អ្នកបន់ខ្មោចស្រីសប្បាយចិត្តនឹងសំណែនដែលអ្នកភូមិសែនឲ្យណាស់ថ្ងៃណាក៏ឆ្ងាញ់សឹងរាល់ថ្ងៃយ៉ាងយូររំលង3 ទៅ 4 ថ្ងៃម្ដងពីមួយថ្ងៃទៅមួយថ្ងៃសប្បាយភ្លេចខ្លួននឹងសំណែនហូហៀខ្មោចស្រីក៏ឡើងគីឡូដោយមិនដឹងខ្លួនក្នុងមួយឆ្នាំមានជំរឿនខ្មោចម្ដងខ្មោចទាំងអស់មិនថាខ្មោចចាស់ខ្មោចថ្មីខ្មោចក្មេងខ្មោចក្រមុំខ្មោចកំឡោះខ្មោចមេម៉ាយពុះម៉ាយត្រូវតែទៅជួបជុំគ្នាដើម្បីធ្វើជំរឿនខ្មោចស្រីពិបាកហោះណាស់ព្រោះខ្លួនធាត់ខ្មោចស្រីស៊ូទ្រាំហោះទាំងត្រដាបត្រដួសទម្រាំទៅដល់កន្លែងប្រជុំពួកខ្មោចទាំងឡាយកាលបើឃើញខ្មោចស្រីធាត់យ៉ាងនេះក៏ផ្ទុះសំណើចពេញអង្គប្រជុំរួចនិយាយថាចុះក៏សម្បូរអីញ៉ាំម្ល៉េះមិនចែកគេញ៉ាំផងញ៉ាំតែឯងឡើងដូចពេលប៉ោងទៅហើយខ្មោចស្រីខ្មាស់គេណាស់ក៏សម្រេចចិត្តថានឹងឈប់ទទួលសំណែនប៉ុន្តែអ្នកភូមិនៅតែយករបស់មកសែនទោះចង់ឬមិនចង់ក៏នៅតែត្រូវទទួលខ្មោចស្រីពិបាកក្នុងខ្លួនព្រោះលើសគីឡូក៏ទៅរកអ្នកភូមិគ្រាន់តែបង្ហាញខ្លួនមិនទាន់បាននិយាយអ្វីមួយម៉ាត់ផងអ្នកភូមិភ័យរត់បាត់ជើងសោព្រាតបាត់អស់អ្នកភូមិយល់ថាពួកគេមានធ្វើអ្វីខុសទើបខ្មោចមករកដូច្នេះក៏នាំគ្នាទៅសែនកាន់តែច្រើនជាងមុនទាល់តម្រេះខ្មោចស្រីក៏ទ្រហោយំជួនជាពេលដែលទីតូជិះកង់កាត់ឮសំឡេងយំក៏នឹកឆ្ងល់ក្នុងចិត្តតើនរណាមកយំសោកបោកខ្លួននៅទីនេះឬជាសំឡេងរបស់ខ្មោចតែខ្មោចចេះយំដែរទេប្រហែលជាអ្នកដែលមកបន់ស្រន់ហើយគិតហើយទីតូក៏សម្រេចចិត្តទៅមើលដើម្បីឲ្យច្បាស់ក្នុងចិត្តទីតូដើរចូលទៅឃើញខ្មោចស្រីក៏ស្រែកខ្មោចស្រីចាប់ដៃទីតូជាប់កុំភ័យខ្ញុំមិនធ្វើបាបឯងទេពិតមែនខ្ញុំគ្រាន់តែជាវិញ្ញាណបានតែបន្លាចមិនអាចធ្វើបាបមនុស្សទេចុះហេតុអីបានជាអ្នកយំមកពីអ្នកភូមិសែនឲ្យខ្ញុំច្រើនពេក
ឥឡូវនេះខ្ញុំធាត់មានរូបរាងអាក្រក់ហើយក្នុងខ្លួនខ្ញុំក៏មិនសូវស្រួលឆាប់ហត់និងពិបាកធ្វើដំណើរណាមកពីអ្នកពូកែទៅអ្នកភូមិគេសែនហ្នឹងណាខ្ញុំគ្មានពូកែស្អីទេគ្រប់យ៉ាងគឺចៃដន្យប៉ុណ្ណោះដោយអ្នកមកសុំកូនបោះប្តីប្រពន្ធគេមិនខំតើខ្ញុំទៅធ្វើអីកើតអ្នកខ្លះបន់ឲ្យប្រឡងជាប់សាកមិនខំរៀនមើលទោះបីយកដំរីមកសែនខ្ញុំទៀតក៏មិនជាប់ដែរអារឿងលេខឆ្នោតក៏អញ្ចឹងដែរបើខ្ញុំពូកែមែនខ្ញុំមិនមែនមកនៅនឹងដើមឈើទេទីតូស្ដាប់ហើយអាណិតខ្មោចស្រីក៏និយាយនឹងខ្មោចស្រីថាអ្នកឯងមិនបាច់ទៅរកអ្នកភូមិទេព្រោះពួកគេខ្លាចអ្នកគួរទៅបញ្យល់សពពួកគេប្រាប់ថាអ្នកចង់បានសំណែនតែជែកណាំវ៉ាមួយស្និតប៉ុណ្ណោះចំណែកអ្នកដែលមិនព្រមធ្វើតាមនៅតែយកសំណែនផ្សេងមកសែនអ្នកគ្រាន់តែធ្វើជាខ្យល់ត្រជាក់ឲ្យពួកគេពឺរោមទៅបានហើយខ្មោចស្រីបានធ្វើតាមសម្ដីរបស់ទីតូទៅបញ្យល់សពអ្នកភូមិតាំងពីពេលនោះអ្នកភូមិក៏ធ្វើតាមឈប់សែនបងអែមចង្អាបសែនតែជែកណាំវ៉ាមួយស្និតមិនយូរប៉ុន្មានខ្មោចស្រីក៏ស្រកគីឡូមករូបរាងដើមវិញខ្មោចស្រីសប្បាយចិត្តណាស់ហើយបានទៅអរគុណទីតូដែលបានជួយ